ការដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងចិត្តឬបញ្ហាផ្លូវចិត្តគឺជាដំណើរការដ៏សំខាន់មួយដែលទាមទារការយល់ដឹងអំពីខ្លួនឯងការអត់ធ្មត់និងយុត្តិធម៌ខាងក្រោមនេះគឺជាវិធីស័ក្តិសមសម្រាប់ដោះស្រាយបញ្ហាផ្លូវចិត្តដែលអាចជួយអ្នកបាន 1. ការស្គាល់និងយល់ពីបញ្ហាកត់សម្គាល់អារម្មណ៍របស់អ្នកតើអ្នកមានអារម្មណ៍យ៉ាងណាភាពអស់សង្ឃឹមកំហឹងភាពអន់កាលសរសេរចុះការសរសេរអំពីអ្វីដែលអ្នកជួបប្រទះអាចជួយឲ្យអ្នកយល់ពីបញ្ហាកាន់តែច្បាស់ 2. ការស្វែងរកមូលហេតុសួរខ្លួនឯងហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ដូចនេះពិនិត្យមើលកត្តាបរិស្ថានទំនាក់ទំនងឬព្រឹត្តិការណ៍អតីតកាលដែលអាចប៉ះពាល់ដល់អ្នក 3. ការទទួលយកអារម្មណ៍របស់អ្នកកុំបដិសេធអារម្មណ៍របស់អ្នកអារម្មណ៍ទាំងអស់មានសុពលភាពទោះបីជាវាអាក្រក់ក៏ដោយអនុញ្ញាតឲ្យខ្លួនអ្នកមានពេលវេលាសម្រាកការបង្ខំឲ្យខ្លួនឯងរីករាយភ្លាមអាចធ្វើឲ្យអារម្មណ៍អាក្រក់ឡើង 4. ការស្វែងរកដំណោះស្រាយគិតអំពីជម្រើសផ្សេងតើអ្នកអាចធ្វើអ្វីខ្លះដើម្បីធានាសុខភាពផ្លូវចិត្តរបស់អ្នកការពិគ្រោះយោបល់ការនិយាយជាមួយមិត្តភក្តិគ្រួសារឬអ្នកជំនាញអាចជួយឲ្យអ្នកមានមើលជាថ្មី 5. ការអនុវត្តធ្វើសកម្មភាពតាមដំណោះស្រាយដែលបានគិតចាប់ផ្ដើមពីជំហានតូចអនុវត្តការថែទាំខ្លួនឯងការហាត់ប្រាណការគេងគ្រប់គ្រាន់និងអាហារូបត្ថម្ភអាចជួយដល់សុខភាពផ្លូវចិត្ត 6. ការសង្កេតនិងវាយតម្លៃខ្លួនឯងតាមដានអារម្មណ៍របស់អ្នកបន្ទាប់ពីអនុវត្តដំណោះស្រាយប្រសិនបើអ្នកមិនមានអារម្មណ៍ប្រសើរឡើងការពិគ្រោះយោបល់ជាមួយអ្នកជំនាញដូចជាអ្នកចិត្តវិទ្យាគឺជាជម្រើសល្អ 7. ការអត់អន់ទោសចំពោះខ្លួនឯងចងចាំថាការមានបញ្ហាផ្លូវចិត្តមិនមែនជាសញ្ញានៃភាពខ្សោយទេផ្ដល់ឱកាសដល់ខ្លួនអ្នកក្នុងការជួបនឹងការលំបាកសន្និដ្ឋានការដោះស្រាយបញ្ហាផ្លូវចិត្តទាមទារពេលវេលាការអត់ធ្មត់និងការយល់ដឹងអំពីខ្លួនឯងដោយការប្រើវិធីសាស្ត្រសមអ្នកអាចយល់ពីអារម្មណ៍របស់អ្នកស្វែងរកដំណោះស្រាយនិងកសាងសុខភាពផ្លូវចិត្តដ៏មាំមួនបើអ្នកត្រូវការជំនួយបន្ថែមកុំខ្មាស់ក្នុងការសុំជំនួយពីអ្នកដទៃពាក្យជំរុញចិត្តអ្នកមិនមែនដោយឡែកនៅក្នុងការជួបនឹងការលំបាកនេះទេមានអ្នកជាច្រើនដែលអាចជួយអ្នកបានបើសិនជាអ្នកហ៊ានសុំការដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាពក្នុងផ្លូវចិត្តការថែរក្សាសុខភាពផ្លូវចិត្តគឺជាដំណើរការដ៏សំខាន់ដែលទាមទារការយល់ដឹងអំពីខ្លួនឯងការអត់ធ្មត់និងយុត្តិធម៌ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ដោះស្រាយបញ្ហាផ្លូវចិត្ត 1. ការស្គាល់អារម្មណ៍របស់ខ្លួន Self-awareness សួរខ្លួនឯងក៏ខ្ញុំកំពុងមានអារម្មណ៍យ៉ាងណាហេតុអ្វីកត់ត្រាអារម្មណ៍ការសរសេរមួយក្នុងថ្ងៃ Journaling អាចជួយឲ្យអ្នកយល់ពីគំនូសតាំងអារម្មណ៍របស់អ្នក 2. ការទទួលយកអារម្មណ៍ Emotional acceptance កុំបំភ្លេចអារម្មណ៍អវិជ្ជមានដូចជាកំហឹងឬអស់សង្ឃឹមគឺជាធម្មជាតិហើយការទទួលស្គាល់វាជាជំហានដំបូងនៃការជាសះស្បើយអនុវត្តការយល់ដឹងអំពីខ្លួនឯង Self-compassion និយាយជាមួយខ្លួនអ្នកថាវាមិនអាក្រក់ទេដែលមានអារម្មណ៍ដូចនេះ 3. ការដោះស្រាយបញ្ហាជាជំហាន Problem solving steps កំណត់បញ្ហាចំណុចជាក់លាក់អ្វីដែលធ្វើឲ្យអ្នកភ័យខ្លាចពិបាកចិត្តគិតពីដំណោះស្រាយជាច្រើនរៀបចំបញ្ជីជម្រើសដែលអ្នកអាចធ្វើបានអនុវត្តដំណោះស្រាយតាមលំដាប់អាទិភាពចាប់ផ្ដើមពីជំហានងាយស្រួលជាមុន
4. ការអនុវត្តការថែទាំខ្លួនឯង self-care សុខភាពរាងកាយគេងឲ្យគ្រប់គ្រាន់ហាត់ប្រាណនិងញ៉ាំអាហារប្រកបដោយជាតិចំណីសកម្មភាពផ្លូវចិត្តធ្វើសកម្មភាពដែលអ្នកចូលចិត្តអានសៀវភៅគូររូបស្ដាប់តន្ត្រីការបញ្ឈប់គំនិត mindfulness អនុវត្តការដកដង្ហើមយ៉ាងយឺតឬធ្វើសមាធិ 5. ការស្វែងរកការគាំទ្រ seeking support និយាយជាមួយអ្នកដែលអ្នកជឿទុកមិត្តភក្តិគ្រួសារឬអ្នកណែនាំផ្លូវចិត្តជំនួយវិជ្ជាជីវៈបើបញ្ហាមានភាពស្មុគស្មាញការពិគ្រោះជាមួយអ្នកជំនាញចិត្តវិទ្យាគឺជាជម្រើសល្អ 6. ការកែតម្រង់គំនិត cognitive restructuring កំណត់គំនិតអវិជ្ជមានខ្ញុំអត់ប្រយោជន៍ផ្លាស់ប្ដូរទៅជាខ្ញុំកំពុងខិតខំហើយអាចរៀនពីកំហុសប្រើឧបករណ៍ជំនួយអានសៀវភៅអំពីការគ្រប់គ្រងអារម្មណ៍ឬប្រើ app ដូចជា Headspace សម្រាប់ការតម្កល់ចិត្ត 7. ការកសាងភាពធន់ resilience building រៀនពីបទពិសោធន៍គ្រប់បញ្ហាមានមេរៀនផ្ទាល់ខ្លួនដាក់គោលដៅតូចអបអរសាទររាល់ជោគជ័យតូចសារសំខាន់កុំរអ៊ូទាំបើអ្នកមិនអាចដោះស្រាយបានភ្លាមសុខភាពផ្លូវចិត្តគឺដូចជាដំណើរធ្វើដំណើរដែលតម្រូវឲ្យមានពេលវេលាអ្នកមិនឯកាមានមនុស្សជាច្រើនដែលអាចជួយអ្នកបានបើអ្នកហ៊ានសុំពាក្យជួយខ្លួនឯងថ្ងៃនេះអាចជាថ្ងៃដ៏លំបាកប៉ុន្តែវាមិនមែនជាថ្ងៃចុងក្រោយរបស់អ្នកទេអ្នកមានសមត្ថភាពក្នុងការឆ្លងកាត់វាដោយការអនុវត្តជំហានទាំងនេះជាប្រចាំអ្នកនឹងអាចគ្រប់គ្រងអារម្មណ៍និងបង្កើនសុខភាពផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាពការដោះស្រាយបញ្ហាផ្លូវចិត្តជាមួយអ្នកដទៃជាពិសេសនៅពេលមានភាពតានតឹងតម្រូវឲ្យមានការយល់ដឹងការអត់ធ្មត់និងជំនាញក្នុងការប្រាស្រ័យទាក់ទងខាងក្រោមនេះជាវិធីដែលអាចជួយអ្នកបាន 1. ការត្រៀមខ្លួនជាមុនធ្វើឲ្យច្បាស់អំពីបញ្ហារបស់អ្នកសរសេរចុះអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងដើម្បីយល់ឲ្យកាន់តែច្បាស់គិតអំពីគោលដៅតើអ្នកចង់បានលទ្ធផលអ្វីពីការសន្ទនានេះ 2. ការជ្រើសរើសពេលវេលានិងកន្លែងសមស្របជ្រើសរើសពេលវេលាដែលភាគីទាំងពីរមានពេលវេលានិងមិនមានការរំខានជ្រើសរើសកន្លែងដែលមានភាពស្ងប់ស្ងាត់និងផ្ដល់ភាពឯកជន 3. ការបើកចំហការសន្ទនាចាប់ផ្ដើមដោយការបង្ហាញការយល់ដឹងប្រាប់អ្នកដទៃថាអ្នកយល់អារម្មណ៍របស់ពួកគេឧទាហរណ៍ខ្ញុំដឹងថានេះប្រហែលជាពិបាកសម្រាប់អ្នកដែរប្រើពាក្យខ្ញុំជំនួសឲ្យអ្នកជៀសវាងការចាប់ផ្ដើមឃ្លាដោយការចោទប្រកាន់ឧទាហរណ៍ជំនួសឲ្យពោលថាអ្នកធ្វើឲ្យខ្ញុំឈឺចាប់អាចនិយាយថាខ្ញុំមានអារម្មណ៍ឈឺចាប់ពេលដែល 4. ការស្ដាប់ដោយយកចិត្តទុកដាក់ផ្ដោតលើការស្ដាប់ជាងការរៀបចំចម្លើយព្យាយាមយល់ទស្សនៈរបស់អ្នកដទៃជាមុនសិនប្រើភាសារាងកាយដែលបញ្ជាក់ពីការយកចិត្តទុកដាក់មើលភ្នែកអង្គុយក្នុងទីតាំងបើកចំហមិនកាត់ដេញដោល 5. ការគ្រប់គ្រងអារម្មណ៍ខណៈពេលសន្ទនាប្រើបច្ចេកទេសដើម្បីធានាស្ថិរភាពផ្លូវចិត្តដកដង្ហើមជ្រៅបើអារម្មណ៍ចាប់ផ្ដើមកើនឡើងប្រសិនបើអារម្មណ៍ខ្លាំងពេកអាចសុំផ្អាកសន្ទនាមួយភ្លែត 6. ការស្វែងរកដំណោះស្រាយរួមគ្នាពិភាក្សាអំពីជម្រើសផ្សេងតើយើងអាចធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះជាមួយគ្នាផ្ដោតលើអនាគតជាងអតីតកាលកុំរកអ្នកទទួលខុសត្រូវប៉ុន្តែរកវិធីដើម្បីផ្លាស់ប្ដូរ 7. ការបញ្ចប់ការសន្ទនាដោយវិជ្ជមានសង្ខេបអ្វីដែលបានយល់ព្រមគ្នាធ្វើឲ្យច្បាស់អំពីជំហានបន្ទាប់
បញ្ចេញការអរគុណទោះបីជាការសន្ទនាមានភាពតានតឹងក៏ដោយការបញ្ចប់ដោយវិជ្ជមានអាចជួយកាត់បន្ថយភាពតានតឹង 8. ការថែទាំខ្លួនឯងបន្ទាប់ពីការសន្ទនាផ្ដល់ពេលវេលាដល់ខ្លួនឯងក្នុងការសម្រាកសរសេរចុះអំពីអ្វីដែលបានកើតឡើងនិងអ្វីដែលអ្នកមានអារម្មណ៍ករណីពិសេសនៅពេលភីគីម្ខាងទៀតមិនព្រមសហការប្រសិនបើអ្នកដទៃមិនព្រមពិភាក្សាអាចសូមឲ្យពួកគេគិតអំពីវាហើយពិភាក្សានៅពេលក្រោយសរសេរសំបុត្រឬសារបញ្ជាក់អំពីអារម្មណ៍របស់អ្នកពិគ្រោះយោបល់ជាមួយអ្នកទី3ដែលទាំងពីរភាគីទុកចិត្តពាក្យណែនាំចុងក្រោយការសន្ទនាអំពីបញ្ហាផ្លូវចិត្តជាមួយអ្នកដទៃអាចជាការលំបាកប៉ុន្តែវាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការយល់ដឹងនិងដំណោះស្រាយចងចាំថាភាពអាចយល់ព្រមគ្នាបានជារឿយតម្រូវឲ្យមានពេលវេលានិងការព្យាយាមពីភាគីទាំងពីរ